Yes, welcome to new video បាទសូមស្វាគមន៍មកកាន់វីដេអូបន្តទៀតពាក្យ get បន្តទៀតបាទ get up ពាក្យ get up ប្រែថាក្រោកពីគេងបាទបងប្អូនដែលទប់ក្រោកពីគេងយើងធ្លាប់បានដឹងខ្លះហើយពាក្យ get up ប្រែថាក្រោកពីគេងបាទ get up I usually get up at 6 a.m. បាទខ្ញុំជាធម្មតាក្រោកពីគេងម៉ោង6បាទអញ្ចឹងអ្នកសិស្សទាំងអស់គ្នាក្រោកពីម៉ោងប៉ុន្មានដែរបាទបើយើងក្រោកពីម៉ោងប៉ុន្មានយើងអាចបង្កើតប្រយោគខ្លួនឯងដោយយើងប្រើ I usually get up at 10 a.m. បាទហ្នឹងហើយបើដាក់10 a.m. ខ្ញុំជាធម្មតាខ្ញុំក្រោកម៉ោង8អញ្ចឹងទៅបើមិត្តអ្នកស្ដាប់ទាំងអស់គ្នាអ្នកសិក្សាទាំងអស់គ្នា I usually get up at 12 a.m. អីអានឹងយើងបន្ថែមគ្នាយើងទៅយើងក្រោកម៉ោងប៉ុន្មានយើងរៀនប្រយោគហ្នឹងបន្ថែមថយគ្នាយើងទៅបាទចាអញ្ចឹងយើងអានទាំងអស់គ្នា I usually get up at 6 a.m. Yes អានឹងប្រែថាខ្ញុំជាធម្មតាក្រោកពីគេងម៉ោង6បាទពាក្យ get ត្រង់នេះគឺប្រែថាជា clear បាទ get ប្រែថាជា clear sorry get ដែលជា clear ត្រង់នេះ get on get off បាទ get on ប្រែថាឡើង get off ប្រែថាចុះអានឹងសម្រាប់ឡានក្រុងរថភ្លើងឬក៏រទេះភ្លើងឬក៏យន្តហោះបាទសន្តោសជាប់មាត់បាទអញ្ចឹងឧទាហរណ៍ថាយើងបង្កើតជាប្រយោគ we need to get on the bus We need to get on the bus បាទពួកយើងត្រូវឡើងឡានក្រុងបាទ We need to get on the bus ពួកយើងត្រូវឡើងឡានក្រុងបាទអញ្ចឹងយើងអានទាំងអស់គ្នាមាននិស្សិតសា We get to get on the bus We need to get on the bus បាទពួកយើងត្រូវឡើងឡានក្រុងបាទ Get on ឡើង Get off ចុះបាទអញ្ចឹងបើសិនជាយើងពួកយើងត្រូវឡើងឡានក្រុងអញ្ចឹងបើយើងដាក់ពួកយើងត្រូវចុះពីឡានក្រុងយើងប្រើម៉េចយើងប្រើ we need to get នេះ we need to get off បាទយើងប្រើ we need to get off the bus យើងត្រូវចុះពីលើឡានក្រុងបាទ